ជិះម៉ូតូដួលមុខរថយន្តដឹកដែកត្រូវរថយន្តកាត់ម៉ូតូដឹកកង់មុខយុវតីទាំងពីររងរបួសធ្ងន់និងស្រាលយុវតី2នាក់បានជិះម៉ូតូមួយគ្រឿងចែករថយន្តដឹកដែកមួយគ្រឿងដែលកំពុងធ្វើដំណើរក្នុងទិសដៅស្របគ្នាហើយខណៈពេលវ៉ាផុតបន្តិចក៏ស្រាប់តែដួលម៉ូតូនៅមុខរថយន្តនោះខណៈនោះក៏ត្រូវរថយន្តកាត់ទាំងម៉ូតូនិងមនុស្សអស់ជាច្រើនម៉ែត្របណ្ដាលឲ្យដឹកកង់មុខរីឯពួកនាងក្រោមរបួសធ្ងន់និងស្រាលតែម្ដងនេះបើយោងតាមរូបភាពកាមេរ៉ាសុវត្ថិភាពឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង2រសៀលថ្ងៃទី17ខែមករាឆ្នាំ2026ស្ថិតនៅលើផ្លូវលេខ217ឬហៅផ្លូវចំការដូសង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញយុវតីទាំងពីរខាងលើនោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេពួកនាងទាំងពីរបានជិះម៉ូតូមួយគ្រឿងម៉ាក Honda Beat ពណ៌សពាក់ស្លាកលេខភ្នំពេញ 1KG 6820 គត់ដោយឡែករថយន្តដឹកដែកមួយគ្រឿងខាងលើនោះម៉ាក Hino ពណ៌លឿងពាក់ស្លាកលេខភ្នំពេញ 3D 2703បើកដោយបរិះមិនស្គាល់អត្តសញ្ញាណយោងតាមរូបភាពដែលថតជាប់ដោយកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុនោះគេឃើញយុវតីទាំងពីរនាក់ខាងលើជិះម៉ូតូដូចគ្នាធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងស្របគ្នាជាមួយរថយន្តនោះដែរលុះពេលទៅដល់ត្រង់ចំណុចកើតហេតុពួកនាងបានវាយចែងខាងឆ្វេងរថយន្តហើយពេលដែលចែងផុតបន្តិចក៏ស្រាប់តែដួលនៅពីមុខរថយន្តដោយខ្លួនឯងក៏ត្រូវបានរថយន្តនោះរត់អស់ទាំងមនុស្សនិងម៉ូតូជាច្រើនម៉ែត្រទើបឈប់នៅស្ងៀមតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាខណៈនោះបានបណ្ដាលឲ្យម៉ូតូដឹកកង់មុខដូចជាកាត់ផ្ដាច់រងការខូចខាតទាំងស្រុងចំណែកឯពួកនាងបានរងរបួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាលក្រោយពេលកើតហេតុត្រូវបានរថយន្តពេទ្យដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះនិងព្យាបាលភ្លាមៗបន្ទាប់មកកម្លាំងប៉ុស្តិ៍នគរបាលជើងឯកនិងកម្លាំងនគរបាលចរាចរណ៍ខណ្ឌដង្កោចុះទៅធ្វើការវាស់វែងនិងពិនិត្យមើលកាមេរ៉ានៅទីតាំងកើតហេតុព្រមទាំងនាំខ្លួនអ្នកបើកបររថយន្តដែលដឹកដៃខាងលើនោះយកទៅធ្វើការសាកសួរនិងដោះស្រាយតាមច្បាប់បាទបងប្អូនទាំងអស់គ្នាព័ត៌មានដែលបានរៀបរាប់ខាងលើនេះគឺជាករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងរវាងម៉ូតូជាមួយនឹងរថយន្តម៉ូតូបានធ្វើការវាយចែងហើយក៏ដួលមុខរថយន្តទៅក៏ត្រូវរថយន្តកាត់អស់ទាំងមនុស្សនិងម៉ូតូតែសម្រាប់មនុស្សគឺអត់មានតែប៉ះពាល់ដល់ជីវិតអីទេគ្រាន់តែម្នាក់របួសធ្ងន់និងស្រាលចឹងសូមឲ្យពុកម៉ែបងប្អូនទាំងគ្នាធ្វើដំណើរទៅណាមកណាប្រកាន់ខ្ជាប់នៅការប្រុងប្រយ័ត្នឲ្យបានខ្ពស់កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងធ្វើឲ្យយើងមានមារពេលស្រីទៅថ្ងៃក្រោយចឹងព័ត៌មានយើងក៏ឈានមកដល់ទីបញ្ចប់ហើយដែរសូមអរគុណពុកម៉ែបងប្អូនអរគ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដាននិងស្ដាប់វីដេអូនេះតាំងពីដើមរហូតដល់ចប់ប្រសិនបើពុកម៉ែបងប្អូនទាំងអស់គ្នាពេញចិត្តវីដេអូនេះសូមកុំភ្លេចជួយចុច Subscribe និងចុចសញ្ញាក្តឹងនិងចុច Like មួយផងប្រសិនបើទស្សនានៅលើ Facebook សូមជួយចុច Follow Page និងចុច Like មួយផងសូមអរគុណសូមជម្រាបលា